ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំជាមួយនឹងការចែករំលែកនៃវីដេអូនៃការធ្វើមុខម្ហូបនំចំណីផ្សេងៗនៅក្នុង Page គង់ស្រីណាយណាអ្នកទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមកសូមចែករំលែកពីរបៀបនៃការធ្វើនំក្រឡៅជីតើបងប្អូនណាខ្លះដែលគាត់ស្គាល់នំមួយប្រភេទនេះនិយាយទៅនំនេះគឺជានំខ្មែរម្យ៉ាងដែលស្រដៀងទៅនឹងនំគមដែរអ្នកទាំងអស់គ្នាគ្រាន់តែរបៀបនៃការធ្វើគឺវាមិនមានភាពស្មុគស្មាញច្រើនហើយរបៀបនៃការវេចខ្ចប់ហ្នឹងក៏ងាយស្រួលជាងនំគមយើងដែរសម្រាប់គ្រឿងផ្សំទី1ហ្នឹងគឺខ្ញុំបានយកម្សៅអង្ករដំណើបលាយជាមួយនឹងស្លឹកតើយហើយធ្វើការលីងឆាម្សៅយើងឲ្យឡើងឆ្អិនល្អសិនណាអ្នកទាំងអស់គ្នាហើយទុកមួយឡែកហើយនេះខ្ញុំងាកមកធ្វើផ្នែកស្នូលម្ដងគឺថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើស្នូលដូងណាអ្នកទាំងអស់គ្នាដែលយើងមានសាច់ដូងខ្ចីកោសជាមួយនឹងស្ករត្នោតជាមួយនឹងល្ងដែលខ្ញុំបានលីងហើយបុករួចជាស្រេចអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងធ្វើការឆាស្នូលតែម្ដងសម្រាប់ស្ករត្នោតគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយអ្នកទាំងអស់គ្នាហើយយើងធ្វើការកូរស្ករត្នោតយើងឲ្យឡើងពណ៌ក្រហមល្អទើបយើងដាក់សាច់ដូងខ្ចីយើងចូលទៅអ្នកទាំងអស់គ្នាដើម្បីធ្វើការឆាសាច់ដូងខ្ចីជាមួយនឹងស្ករត្នោតយើងឲ្យឡើងឆ្អិនល្អចាហើយឲ្យវាឡើងស្ងួតណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំបានចាក់ល្ងយើងចូលតែម្ដងដើម្បីបង្កើនក្លិនឲ្យស្នូលដូងដែលយើងឆាហ្នឹងគឺវាមានរសជាតិឆ្ងាញ់ហើយកាន់តែមានក្លិនឈ្ងុយអញ្ចឹងសម្រាប់ផ្នែកស្នូលគឺខ្ញុំបានឆាឡើងស្ងួតល្អហើយចាហើយបន្ទាប់មកគឺខ្ញុំបានយកចាសាច់ស្នូលហ្នឹងមកពូនជាដុំតូចៗល្មមណាអ្នកទាំងអស់គ្នានិយាយទៅអ្នកទាំងអស់គ្នាអាចពូនតូចឬមួយក៏ធំទៅតាមចាអាស្រ័យទៅលើទំហំនំដែលអ្នកទាំងអស់គ្នាចង់ធ្វើធំឬមួយក៏ទូចអញ្ចឹងណាអ្នកទាំងអស់គ្នាហើយសម្រាប់សាច់ដូងហ្នឹងគឺយើងត្រូវឆាឲ្យវាឡើងស្ងួតល្អទើបយើងពូនបែបនេះទៅគឺវាអត់ចាមានជាតិទឹកចេញមកទេអញ្ចឹងសម្រាប់ជំហានបន្ទាប់គឺខ្ញុំងាកមកធ្វើចាជាមួយនឹងសាច់នំម្ដងអ្នកទាំងអស់គ្នាដែលខ្ញុំប្រើជាមួយនឹងម្សៅអង្ករដំណើបហើយសម្រាប់ម្សៅអង្ករដំណើបហ្នឹងគឺខ្ញុំបែងចែកជា2ដោយសារតែខ្ញុំចង់ធ្វើពណ៌នំចេញជា2ពណ៌ដូចគ្នាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបែងចែកម្សៅរួចរាល់ហើយខ្ញុំក៏បានធ្វើការបន្ថែមជាមួយនឹងទឹកស្អាតដើម្បីធ្វើការកូរច្បល់ឲ្យម្សៅយើងបានឡើងរាងទន់ល្អអ្នកទាំងអស់គ្នាបន្ទាប់មកគឺខ្ញុំប្រើជាមួយនឹងដៃដើម្បីធ្វើការច្បល់សាច់ម្សៅជាមួយនឹងទឹកហ្នឹងឲ្យវាចូលសព្វគ្នាល្អដើម្បីឲ្យសាច់ម្សៅយើងឡើងទន់ណាអ្នកទាំងអស់គ្នាសម្រាប់សាច់ម្សៅហ្នឹងគឺយើងត្រូវធ្វើឲ្យវាទន់ល្មមចាមិនរឹងពេកហើយក៏មិនទន់ជ្រាយពេកដែរហើយបន្ទាប់មកគឺខ្ញុំបានបន្ថែមពណ៌ល័ខអ្នកទាំងអស់គ្នាសម្រាប់ពណ៌ល័ខអ្នកទាំងអស់គ្នាអាចជ្រើសរើសប្រើជាប្រភេទស្លឹកតើយក៏បានចាចេញពីផ្លែផ្កានេះក៏បានដែរប៉ុន្តែដោយសារតែខ្ញុំអត់មានអញ្ចឹងគឺខ្ញុំជ្រើសរើសប្រើជាមួយនឹងពណ៌ល័ខសម្រាប់ធ្វើនំតែម្ដងអញ្ចឹងសម្រាប់ពណ៌ទី1គឺខ្ញុំបានលាយជាមួយនឹងពណ៌ក្រហមអ្នកទាំងអស់គ្នាចាហើយសម្រាប់ពណ៌ទី2គឺខ្ញុំយកពណ៌សយើងធម្មតាចាជាពណ៌ដើមសម្រាប់របៀបនៃការធ្វើចាគឺយើងអត់ធ្វើខុសគ្នាទេយើងគ្រាន់ធ្វើការលាយច្បល់ទឹកជាមួយនឹងសាច់ម្សៅហ្នឹងឲ្យវាសព្វគ្នាល្អចាហើយមើលតែសាច់ម្សៅហ្នឹងរាងទន់ល្មមគឺរួចជាស្រេចអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់មកគឺខ្ញុំធ្វើការដាក់ដាំទឹកឲ្យហើយអ្នកទាំងអស់គ្នាដោយធ្វើការបង់ជាមួយនឹងស្លឹកតើយ2-3ស្លឹកចូលដែរដើម្បីឲ្យទឹកយើងឡើងក្លិនឈ្ងុយល្អអញ្ចឹងឥឡូវនេះគឺខ្ញុំមកធ្វើសំបកនំតែម្ដងអ្នកទាំងអស់គ្នាចាជាដំបូងគឺយើងយកម្សៅយើងចាមកសង្កត់ឲ្យរាងស្ដើងបន្តិចមកប៉ុន្តែដោយសារតែនៅក្នុងវីដេអូនេះសំបកនំខ្ញុំធ្វើរាងក្រាស់បន្តិចណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាធ្វើអ្នកទាំងអស់គ្នាអាចចាសង្កត់ម្សៅសាច់នំហ្នឹងឲ្យរាងស្ដើងជាងហ្នឹងទៅគឺថានំយើងទន់ល្មើយឆ្ងាញ់តែម្ដងអញ្ចឹងសម្រាប់ចាសាច់នំហ្នឹងចាសំបកនំយើងគ្រាន់តែធ្វើការចាលុញវាហើយសង្កត់វាឲ្យរាងតាប៉ែតតិចមកបន្ទាប់មកគឺយើងដាក់សាច់ដូងដែលយើងត្រៀមធ្វើស្នូលអំបាច់មិញចូលទៅហើយធ្វើការមូលលុញវាឲ្យទៅជារូបរាងតែមួយបែបនេះអ្នកទាំងអស់គ្នាគឺរួចស្រេចហើយបន្ទាប់មកទឹកយើងចិត្តពុះខ្ញុំក៏បានបង់សាច់ម្សៅដែលយើងបានលុញអំបាញ់មិញចូលទៅតែម្ដងអ្នកទាំងអស់គ្នាហើយរបៀបនៃការមើលសាច់នំថាឆ្អិនឬមិនឆ្អិនគឺកាន់តែមានភាពងាយស្រួលមើលតែសាច់នំយើងរាងដែតឡើងលើមកមានន័យថាសាច់នំយើងគឺបានឆ្អិនហើយអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់មកយើងគ្រាន់តែធ្វើការដួសសាច់នំយើងចូលដើម្បីស្រង់ទុកនៅក្នុងទឹកត្រជាក់ដើម្បីកុំឲ្យសាច់នំយើងវាស្អិតជាប់គ្នាតែប៉ុណ្្នឹងគឺរួចស្រេចតែម្ដងអ្នកទាំងអស់គ្នានិយាយពីថាសាច់នំគឺថាឡើងទន់ល្មើយឆ្ងាញ់ខ្លាំងមែនទែនអញ្ចឹងឥឡូវនេះយើងគ្រាន់ធ្វើការស្រង់ចាសាច់នំចេញពីទឹកត្រជាក់មកហើយយកមកប្រឡាក់ជាមួយនឹងម្សៅដែលយើងបានលីងអំបាញ់មិញអ្នកទាំងអស់គ្នាចានិយាយទៅនំកាឡាជីមួយនេះអ្នកទាំងអស់គ្នាអាចធ្វើជាចាស្នូលដូងដូចខ្ញុំក៏បានអ្នកទាំងអស់គ្នាអាចធ្វើជាស្នូលសណ្ដែកក៏បានឬមួយក៏ស្នូលត្រាវក៏បានដែរប៉ុន្តែសម្រាប់នំកាឡាជីដែលចាជាទម្រង់ដើមតែម្ដងគឺគេធ្វើនំស្នូលដូងបែបនេះអ្នកទាំងអស់គ្នាហើយរសជាតិវាគឺថាឆ្ងាញ់ប្លែកម្យ៉ាងពីនំគមពីរបៀបនៃការធ្វើគឺថា
បើសិនជាយើងអត់ប្រឡាក់ម្សៅá គឺយើងអាចគិតថានំនេះជានំគមក៏បានដែរ ប៉ុន្តែបើសិនជាយើងប្រឡាក់ម្សៅបែបនេះ គឺគេហៅថានំកាឡាវជី ហើយរសជាតិវានោះគឺឆ្ងាញ់ប្លែកដោយសារតែយើងមានប្រឡាក់ម្សៅនេះឯង អរគុណសម្រាប់ការទស្សនាហើយក៏សូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងអញ្ចឹងកុំភ្លេចជួយ Like ហើយ Share សម្រាប់វីដេអូនេះផងណាជួបគ្នានៅវីដេអូក្រោយៗទៀត